បងប្អូនហើយឥឡូវឃ្មុំយើងមកដល់ចំការកស៊ូហើយយើងចាប់ផ្ដើមបាញ់អាស៊ីតបងប្អូនយើងចាប់ផ្ដើមដុតអាស៊ីតនេះគឺយើងដុតជាមួយនឹងកំប៉ុងហ្គាសមាននេះបងប្អូនអានេះពីមុនយើងប្រើអាស៊ីតទឹកឥឡូវយើងប្រើអាស៊ីតម្សៅគឺវាលឿនជាងបងប្អូនវាសម្រាប់ចៃបានលឿនហើយយើងធ្វើការក៏លឿនដែរបងប្អូនចំពោះយើងមានច្រើនអញ្ចឹងយើងប្រើអានេះទៅអត់សូវប៉ះពាល់ដល់សុខភាពយើងទៀតយើងគ្រាន់តែដាក់ដុតហើយយើងដើរចេញទៅបងប្អូនហើយតែចំពោះឃ្មុំយើងគឺមុននឹងផ្លាស់ប្ដូរនៅទីតាំងមកដល់ចំការកស៊ូគឺយើងបាញ់សម្រាប់មេរោគសម្រាប់ចៃគឺបាញ់ក្នុងមួយអាទិត្យយើងបាញ់2 ដងបងប្អូនមុននឹងយើងចូលមកហ្នឹងហើយនៅចំការកោហ្នឹងមុននឹងមកហ្នឹងក៏យើងបាញ់2 ដងដែរបងប្អូនគឺយើងប្រមូលផលទឹករួចគឺយើងចាប់ផ្ដើមបាញ់អាស៊ីតតែម្ដងហើយចូលមកដល់ចំការកស៊ូនេះវាមិនទាន់មានទឹកទេយើងតែទៅយកមកបាន3-4ថ្ងៃបងប្អូនអញ្ចឹងយើងត្រូវដុតអាស៊ីតឲ្យហើយបើសិនជាយើងមិនដុតទេគឺចៃមកយាយីនៅបកងនៅផ្លិតវាធ្វើឲ្យផ្លិតវាខូចធ្វើឲ្យផ្លិតវាដាច់រលាត់បងប្អូនអញ្ចឹងបើយើងមិនធ្វើទេគឺពពួកមេរោគនឹងចៃអីវាយាយីនៅឃ្មុំធ្វើឲ្យឃ្មុំយើងញាស់មិនបានល្អកើតមកមិនគ្រប់លក្ខណៈអញ្ចឹងធ្វើឲ្យខាតបង់នៅឃ្មុំទៅរកទឹកបងប្អូនក្នុងមួយបកងខូចតែ100-200ឃ្មុំហ្នឹងគឺយើងខាត100-200ស្លាបព្រាបាត់ហើយបងប្អូនគឺឃ្មុំគឺវាមានសារៈសំខាន់វាមានសារៈប្រយោជន៍ខ្លាំងណាស់ហើយទូនាទីរបស់វាគឺត្រូវតែរកទឹកឲ្យតែចេះហើចេះតែរកចំណីគឺតែរកទឹករកអីមកផ្គត់ផ្គង់នៅក្នុងទូនៅក្នុងធុងនឹងតែម្ដងបងប្អូនហើយឥឡូវនេះយើងបាញ់ចិត្តអស់ហើយឥឡូវយើងមើលឃ្មុំគឺឡើងបងប្អូនអើយមកដល់កស៊ូគឺឡើងផ្លិតមែនតើទៀមទាបកងថ្មីទៀតហើយយើងទៅថែមបកងថ្មីបងប្អូននេះក្រោយពីយើងបាញ់អាស៊ីតបានមួយសប្តាហ៍ហើយបងប្អូនឥឡូវយើងចាប់ផ្ដើមឈូសកុំឲ្យវាឡើងទៅលើកម្របសិនឡើងលើកម្របយើងពិបាកក្នុងការបើកកម្របហ៎បងប្អូនគឺសបោទឹកដមគឺវាឡើងនៅកម្របបងប្អូនអានេះយើងឈូសចេះដើម្បីយើងដាក់2ជាន់បងប្អូនវាសបោទឹកដមអញ្ចឹងយើងដាក់2ជាន់តែម្ដងដើម្បីកុំឲ្យវាហៅចេញហើយវាចំណេញដល់យើងផងដែរវាចំណេញត្រង់ថាបើសិនជាយើងដាក់តែមួយជាន់វាបានទឹកតែមួយជាន់បើសិនជាយើងដាក់2ជាន់ទេវាបានទឹក2ជាន់បងប្អូនគឺវាចំណេញមែនតើហើយការជាលើកម្របនេះវាគ្មានអីវាកើតជាកូនជាពងវាអត់ទៅដាក់ទឹកមកចការកស៊ូគឺកូនច្រើនកូនក៏ច្រើនទឹកក៏ច្រើនដែរបងប្អូនតែនៅចំការកោគឺទឹកច្រើនជាងកូនដោយសារទឹកសបោកស៊ូទឹកមិនសូវតន់សបោព្រោះតែទៅតែលាស់ត្រួយខ្ចីបងប្អូនតើតែត្រួយរឿងចាស់បន្តិចអានឹងទៅសបោទឹកដមតែម្ដងកស៊ូយើងនៅនេះច្រើនណាស់គឺកស៊ូរបស់ក្រុមហ៊ុនសុភនិកាបងប្អូនក្រុមហ៊ុនមានរាប់ពាន់រាប់ម៉ឺនហិកតានោះនៅក្រុមហ៊ុននេះគឺសបោខ្លាំងមែនតើអត់ដូចនៅចំការកោយើងមានតិចទេចំការកស៊ូគឺច្រើនហិកតាមែនតើបងប្អូនគឺច្រើនណាស់គឺមិនអាចរៀបរាប់អស់ទេមានគ្រាន់តែភូមិដែលប្រជាជនកម្មការីរស់នៅជាង100ភូមិទៅហើយបងប្អូនហើយតមកកៅស៊ូទៀតគឺច្រើនមែនតើគឺអញ្ចឹងឃ្មុំយើងគឺសម្បូរបែបបងប្អូនសម្បូរបែប
យើងក្នុងមកចំការកសួរយើងអាចប្រមូលផល2 ដងទៅ 3 ដងដែរតាបងប្អូននេះគឺសកម្មភាពក្រុមការងារកំពុងតែចាក់រលាស់កុំឲ្យវាចូលទៅក្នុងទូវិញកុំឲ្យវាពិបាកហត់ក្នុងការហើរទៅចូលក្នុងទូបងប្អូនយើងរលាស់ចេញដើម្បីជានៅកូនឈ្មោលព្រោះកូនឈ្មោលវាអត់មានប្រយោជន៍ទេគឺយើងត្រូវតែជាវាចេញដើម្បីឲ្យវាដាក់ទឹកបើសិនយើងជាវាចេញទៅវាធ្វើផ្លិតថ្មីទៅគឺវាដាក់សិតទៅទឹកតែម្ដងហើយជួនកាលក៏វាត្រូវបង្កើតកូនឈ្មោលដែរដើម្បីវាបង្កើតកូនឈ្មោលគឺចង់ដើម្បីថាវាចង់បំបែកពូជដល់ខ្លួនឯងបងប្អូនខ្មុំកាលណាតែវាបង្កើតឈ្មោលច្រើនគឺវាចង់បំបែកក្រុមបំបែកពូជដល់ខ្លួនឯងហ្នឹងបងប្អូនហើយបើយើងមិនធ្វើទេគឺវាត្រូវតែហើរចេញហើយនេះគឺសកម្មភាពយើងមកប្រមូលលំអងមើលការតាក់លំអងនៅឯចំការគោកាលពីយើងនៅចំការគោគឺលំអងបានលំអងប៉ុន្តែយើងមកកស៊ូនេះគឺអត់បានទេអត់មានលំអងទេបងប្អូនមកចំការកស៊ូលំអងមានតិចដែរបងប្អូនគ្រាន់តែវាស៊ីខ្លួនវាគឺមិនរស់ផងយើងមានតែដាក់លំអងដែលយើងតាក់ពីចំការគោយកមកដាក់ឲ្យវាស៊ីវិញបើមិនចឹងទេគឺវាអត់សូវបានតែរទឹកតែរចំណីទេខ្វះចំណីគឺខ្មុំក៏អត់មានសកម្មភាពទៅធ្វើអីដែរបងប្អូនតើតែមានចំណីតើតែមានទឹកគ្រប់គ្រាន់ទៅខ្មុំវាមានសុខភាពល្អសម្រាប់ចៃសម្រាប់មេរោគបាទសូមអរគុណសូមជម្រាបលាបងប្អូន